ធ្វើនំខេកចំណេញមួយជា2បងប្អូនជឿជួនកាលចំណេញជា3ជា4តាមម៉ូតនិងរសជាតិឆ្ងាញ់ថ្ងៃនេះមកចែកម្លែកពីវិធីធ្វើនំក្រែប Snow សង្សាទុរេនមួយចាស់នឹករសជាតិខ្ញុំធ្វើលេខមានទៀតហើយអញ្ចឹងបើសិនជាចង់ញ៉ាំអាចមើលវីដេអូនេះហើយរៀនធ្វើខ្លួនឯងបានភាគច្រើនគេប្រើតែលក្ខតែខ្ញុំអត់ទេចិត្តកាត់តើយយកមកកិនយកទឹកយកពណ៌យើងអ្នកលក់ឲ្យត្រូវរក្សាមួយជាពិសេសគឺសុខភាពភ្ញៀវរបស់យើងឆ្ងាញ់ហើយថែមទាំងបានសុខភាពល្អទៀតណាមិនចង់ញ៉ាំអង្ការខ្ញុំធ្វើបងប្អូន Snow គោថ្មីរាល់ថ្ងៃអត់ប្រើ Snow កញ្ចប់ទេគោខ្លួនឯងរហូតតម្លៃនេះខ្ពស់ជាងគេបន្តិចតែមួយធ្លាប់ញ៉ាំហើយនឹងតែ100ទៀតហើយឥឡូវនេះមករំអុកឲ្យខ្ញុំធ្វើថារសជាតិនឹងញ៉ាំអត់បានទេសាច់នំយើងប្រើម្សៅ Alpha Flour ទឹកតើយនិងទឹកដោះគោពាក់កណ្ដាលម្នាក់ដាក់ទឹកដោះគោសម្រាប់ច្រទឹកខ្ទិះឆ្ងាញ់ពេលយើងញ៉ាំទៅមិនត្រឹមតែឆ្ងាញ់ទេណាបងប្អូនថែមទាំងល្អសម្រាប់សុខភាពទៀតថ្ងៃណាធ្វើការច្រើនលើសកំណត់បានទឹកដោះគោសម្រាប់ច្រមួយថ្ងៃ3កែវញ៉ាំហើយមានកម្លាំងការចងចាំក៏ល្អសម្រាប់ស្ត្រីមានផ្ទៃពោះវិញញ៉ាំទៅជួយឲ្យកូនលូតលាស់បានល្អដូចយើងតមអាហារឬមួយក៏កំពុងតែហាត់ប្រាណណាញ៉ាំពណ៌កញ្ចុកនេះធ្វើយើងឡើងគីឡូទេញ៉ាំបានចាប់ពីអាយុ2ឆ្នាំឡើងទៅរហូតដល់ចាស់នំក្រែបរបស់យើងដាក់អំបិលបន្តិចស្ករបន្តិចឆារៀងច្រើនពងមាន់3គ្រាប់ភាគច្រើនយើងធ្វើអត់ដែរថ្លឹងឲ្យបងប្អូនព្រោះនំនេះស្រួលធ្វើណាស់គ្រាន់តែយើងកូរវាហើយតែលបាយនំរបស់យើងរៀងៗល្មមតែប៉ុណ្្នឹងបានហើយយកទៅវែកវាយចេះក៏បានដែរបងប្អូនតែមិនថាចង់លឿនប្រើ Whisper សម្រាប់ប៉ាម៉ាលំអិតខ្ញុំដាក់ចុងវីដេអូងាយស្រួលបងប្អូនធ្វើគ្រាន់តែថាដូចខ្ញុំនិយាយចឹងអត់ប្រហែលទេគ្រាន់តែថាយើងមើលតែលបាយវារៀងរាវប៉ុណ្ណឹងយើងច្រោះវា2ដងទៅដើម្បីឲ្យសាច់នំរបស់យើងរត់ទៅ smooth ស្អាតធ្វើឲ្យទុកចោលកន្លះម៉ោងសិនទៅយើងមកវាយគ្រីមសម្រាប់គ្រីមនេះវិញបើធ្វើ snow terrain យើងលួចសាច់ terrain ក្នុងគ្រីមទៅឲ្យវាក្រឹតទៅឈ្ងុយឆ្ងាញ់មួយទៀតបងប្អូន terrain យួនថោកមែនប៉ុន្តែអត់ឈ្ងុយទេចាញ់ terrain ខ្មែរយើងដាក់តាមបន្តិចឈ្ងុយពេញនោះបើគិតជាសាច់លុយ terrain ខ្មែរនិង terrain យួនប្រើទៅអត់ខុសគ្នាទេគ្រីមយើងអត់យករឹងទេយកប៉ុណ្ណឹងដាក់ខ្លះសេទូរជាកន្លះម៉ោងបន្តមកទៀតចាប់ផ្ដើមមកធ្វើសង្សាទុរេនសាច់ terrain ដាក់ម្សៅគួរទៅប្រើពងមាន់ក្រហម2គ្រាប់ខ្ទិះដូងចុងលីខ្ទិះដូងដើម250 មីលីលីត្រម្សៅឆា20ក្រាមយើងកូរឲ្យម្សៅឆាហើយនឹងពងរលាយសព្វចូលគ្នាល្អសិនបន្តមកសូមយើងយកទៅដាក់នៅលើភ្លើងកូរវារហូតមានដកដៃទេកូររហូតតទៅវាឡើងខាប់ប្រភេទម្សៅដែលគេយកមកធ្វើ snow នំហ្នឹងគេមានម្សៅមួយប្រភេទទៀតមិនមែនជាម្សៅឆាហ្នឹងទេបងប្អូននៅលើកញ្ចប់របស់វាមានរូបសង្ឆាតើយបងប្អូននៅពេលដែលចៀននំយើងអត់ប្រើប្រេងឆាទៀតទេយើងប្រើប្រភេទជាខ្ទះអត់ជាប់ដាក់កន្លះវែកវាប៉ុណ្្នឹងទៅយើងគ្រប់ទុកធ្វើតាមវិធីនេះសាច់នំរបស់យើង smooth ស្អាតណាស់ហើយវាថាស្វិតល្អទៀតបងប្អូនចៀនមកមិនខូចមកផ្ទះណាទេមកមើល snow សង្ឆាតើរបស់យើងចូលត្រជាក់អញ្ចឹងយើងថែមសាច់ terrain វាលើនឹងទៀតជាមួយនឹងទឹកដោះគោខាំដើម្បីឲ្យ snow របស់យើងមានក្លិនឈ្ងុយ terrain ស្រស់និងផ្អែមខ្ទិះនេះធ្វើញ៉ាំខ្លួនឯងបងប្អូនដាក់ terrain ច្រើនដល់ម្លឹងបើធ្វើលក់ដាក់ terrain ច្រើនអញ្ចឹងលំលាយនឹងលក់មួយម៉ានទេគឺភ្ញៀវណាមកទិញទេថ្លៃពេកចុះធ្វើតាមវិធីហ្នឹងទៅនេះយើងបត់វាអញ្ចឹងបងប្អូនឃើញសាច់នំរបស់យើងឡង smooth ល្អមែនតែនហ្មងគ្រីមរបស់យើងក៏ឈ្ងុយ snow របស់យើងផ្អែមមិនល្មមដាក់មកយើងវាថាត្រូវគ្នាអត់ទាស់បន្តមកធ្វើ crepe cake ម្ដងឧទាហរណ៍តាចានហ្នឹងបាត់នំចុះយើងបៀកគ្រីមហើយដាក់នំបៀកគ្រីមហើយថែម snow ពីលើនឹងបន្តិចបាទនំអត់សូវប្រើ snow ច្រើនដាក់តិចបន្លំឲ្យបងប្អូនជាប់ឲ្យតាមឲ្យឈ្ងុយអញ្ចឹងណាចាំពេលអាចជន់លើចាំយើងដាក់ច្រើនយើងស៊ីផ្នែកនំមកកដានឲ្យខ្ពស់ដើម្បីឲ្យឃើញនំរបស់យើងរៀងប៉ោងទៅលើ snow ហើយនឹងគ្រីមរបស់យើងសូវផ្អែមខ្លាំងអញ្ចឹងទោះយើងប្រើរៀងច្រើនតិចមែនក៏វាអត់មានថាផ្អែមដិតទេបងប្អូនហើយមួយទៀតគ្រីមរបស់យើងទន់អញ្ចឹងញ៉ាំអត់តលាន់ទេកុំចង់ចំណេញខ្លាំងវាយគ្រីមរឹងញ៉ាំទៅអត់ឆ្ងាញ់បងប្អូនញ៉ាំតែ1ម៉ាត់2ម៉ាត់ហ្នឹងតលាន់អស់ទៅហើយវាយគ្រីមនៅទន់អញ្ចឹងញ៉ាំនំមួយនឹងម្នាក់ឯងក៏អស់ដែរអា3ស្ទាប់លើយើងដាក់ឲ្យនឹងក្រាស់មកអស់ដៃផ្ទះលើគេនេះយើងយកផ្ទះធំជាណាបានគ្របវាសពសេរីកែមលេងម៉ូតតិចមកបានបាត់ហើយការតុបតែងនេះសម្រាប់បងប្អូនដែលមានឧបករណ៍គ្រប់គ្រាន់យើងធ្វើញ៉ាំនៅផ្ទះលក្ខណៈគ្រួសារបានមកស្រួលហ្មងធ្វើឲ្យភ្លាមដាក់ចូលទូរជាកន្លះមកឲ្យនំយើងរៀងរឹងតែខ្ញុំវិញខ្លះសេមិនតាន់ទេបងប្អូនអ្នកផ្ទះច្រើនចែកគ្នាញ៉ាំអ្នកម្ដុំធ្វើឲ្យនឹងឈ្ងុយនេះភ្ញៀវក៏មកញ៉ាំបាយបានឃើញរូបខ្លួនឯងចូលខមមិនមួយមកបើធ្វើឲ្យភ្លាមដាក់ចូលទូរជាភ្លាមរៀងរឹងជាងនឹងបងប្អូនតែនេះខ្ញុំដាក់នៅក្រៅព្រោះតែប្អូនចុះប្អូនឡើងសាច់ក្រែដាក់ជាន់លើ3ជាន់នេះបងប្អូនវាមិនដែរមកខូចឡើងសាច់ខាងក្រៅជាមួយតាយខាងក្នុងវិញធូរ៉េឡើងខ្ទេចដល់ដុំចុងក្រោយអរគុណចាស់បងប្អូនបាយបាយ